ថ្ងៃនេះខ្ញុំមានវីដេអូសារៈសំខាន់ដែលមានប្រយោជន៍មួយចែកលេខបងប្អូនអរគ្នាបងប្អូនឃើញហុយនេះមេឃទៅភ្លៀងហើយក៏ខ្ញុំធ្វើតេស្ត Discounter ឆក់លោតតែនេះខ្ញុំនៅតែដាក់វាខ្ញុំដាក់ឆក់អត់លោតសិន Discounter យើងប្រើទូទៅឃើញដាក់លើសាច់នឹងហុយវាស្រូបហើយអត់លោតទេ Discounter ខ្ញុំធ្វើតេស្តដោយសារមួយថ្ងៃមុននេះលោកឪពុករបស់ខ្ញុំគាត់ឆក់ខ្សែភ្លើងនៅផ្ទះនេះបងប្អូនមើលរូបភាពគាត់ឆក់នេះឡើងខួងទៅក្នុងនឹងភ្លើងគាត់តែ12ផងអត់លោតទេឆក់ខ្លាំងប៉ុណ្ណឹងចុះទៅរំភ្លើងដូចនំតូបខ្ញុំភ្លើងតូបខ្ញុំធំឆក់ដឹងមិនវិញទេហើយនេះខ្ញុំធ្វើដល់ពិសោធន៍ក្នុងផ្ទះខ្ញុំវីដេអូនេះដោយសារថាធម្មតាយើងធ្វើដល់ពិសោធន៍នឹងដីសើមដោយសារនៅក្មេងខ្ញុំនឹងច្រើនខ្ញុំខ្ជិលធ្វើខ្ញុំដាក់នឹងសាច់លយហ្នឹងហើយនេះខ្ញុំធ្វើតេស្តឌីពួកប្រភេទ Discounter ល្អនេះអានេះឆក់លោតតែបើទៅបើវាដាក់នឹងនេះមួយជិះតែដាក់បាច់លោតប៉ាក់បណ្ដោយតែយើងដាក់ដីខាងណាមានភ្លើងក៏វាលោត Discounter នឹងវិញអត់អីទេបើយើងប៉ះបន្តិចក៏វាឆក់ដែរវាស្រូបដែរវាលោត Discounter នឹងល្អវាខ្ញុំរៀងពិបាកថតតិចដោយសារខ្ញុំថតម្នាក់ឯងខ្ញុំកាន់កាមេរ៉ាផងខ្ញុំធ្វើតេស្តផងចុះវារៀងពិបាកតិចហើយធ្វើនេះបងប្អូនឃើញលោតតែយើងដាក់ប៉ះនឹងម៉ាស់ដីអីតិចប៉ាក់លោតហើយបើ Discounter ខ្លះអត់លោតទេអា Discounter គេដាក់ឲ្យខ្លះអញ្ចឹងយើងគួរតែមើលពិនិត្យទាំងអស់គ្នាធ្វើតេស្តទាំងអស់គ្នាប្រយ័ត្នគ្រោះថ្នាក់ធំព្រៃអានេះយើងប្រើប្រចាំថ្ងៃយើងមានកូនតូចឬមួយឪពុកម្ដាយចាស់មកចាំឪពុកម្ដាយចាស់យើងអីហ្នឹងក៏ឆក់ទៅពិបាកណាស់ណាងាប់ភ្លើងធម្មតានេះខ្ញុំធ្វើវីដេអូដល់ពិសោធន៍នេះក៏ខ្ញុំមិនជំនាញអីដែរតែថាខ្ញុំធ្លាប់ទៅធ្វើការនៅស្រុកគេអញ្ចឹងខ្ញុំមានលក្ខណៈថាខ្ញុំយល់ដឹងខ្លះខ្ញុំអាចមកធ្វើខ្លួនឯងនិយាយបានខ្លះអញ្ចឹងវារៀងញ៉ៃញ៉ៃតិចដោយសារខ្ញុំគ្មានកន្លែងដកពិសោធន៍ហើយខ្ញុំក៏មិនជំនាញខាងហ្នឹងដែរតែខ្ញុំអាចធ្វើបានហើយក៏ខ្ញុំចង់ចែកម្លេចបងប្អូនហើយ Discounter ម៉ាកនេះល្អប្រើបងប្អូនយើងដាក់ទៅត្រឹម12ហ្នឹងបានហើយឬមួយដាក់អាហ្នឹងតាមផ្ទះយើងខ្ញុំចង់ដាក់ប្រហែលបានតែខ្ញុំដាក់12វាស្រួលឆក់លោតភ្លាមបើយើងដាក់ធំជួនកាលវាអត់ងាយលោតមកទេហើយវីដេអូនេះចែកម្លេចបងប្អូនអរគ្នាតគ្នាមើលផងថាប្រយ័ត្នមែនទែនប្រើភ្លើងយើងអត់ប្រហែសបានទេនេះខ្ញុំមានលក្ខណៈមានប្រវត្តិនឹងលោកឪពុកខ្ញុំឆក់គាត់ចេះមានអ្នកមកមើលមកនេះទាន់បើអត់ទេមិនចប់បាត់បងអ្នកមានកូនមួយមិនដឹងស្រាប់ហ្នឹងអញ្ចឹងយើងគូថាទិញប្រើដាក់ផ្ទះម្នាក់មួយហើយយើងឲ្យជាងនឹងតដកពិសោធន៍មើលជាក់ស្ដែងផង Discounter ខ្លះថោកតែអត់លោតទេដាក់នៅហុយហ្នឹងដាក់ម៉ាស់ដីមិនក៏អត់លោតដែរមើលទាំងអស់គ្នាកុំនឹងស្ដាយលុយតិចតួចអាយុជីវិតយើងរលុយនឹងបានច្រើនទៀត